ចាសូមស្វាគមន៍មកកាន់វគ្គចុងក្រោយនៃកម្មវិធីចម្រៀងសំណុំពរប្រិយមិត្ត CTN វគ្គនេះគឺវគ្គដែលនាងខ្ញុំជួបជាមួយនឹងបងតារាឥឡូវបងតារាមានវត្តមាននៅទីនេះហើយជំរាបសួរបងបាទជំរាបសួរចាសុខសប្បាយទេបាទសុខសប្បាយបាទចាសប្តាហ៍ហ្នឹងប្រហែលជាប្លែកទៀតណាបាទប្លែកខ្ញុំមកដល់ភ្ញាក់ហ្មងបាទបងសិដ្ឋាតនាបាទបងសិដ្ឋាតនាយើងជួបគ្នាលើកទី2ហើយបងណាបាទចាថ្ងៃហ្នឹងបងមានអីជំរាបទស្សនិកជនដែរមានបាទតែមុននេះមុននឹងលើកមកនិយាយចម្រៀងណាបាទខ្ញុំសូមជម្រាបសួរបងប្អូនទស្សនិកជនលោកតាលោកយាយនិងលោកពូអ្នកមីងទាំងអស់ដែលកំពុងតែទស្សនាតាមគយដ្ឋានបាទទាំងក្នុងនិងក្រៅប្រទេសបាទហើយនៅសប្តាហ៍នេះខ្ញុំបាទសេងតារាក៏បានត្រៀមលើកនៅបទចម្រៀងពីរោះមកអត្ថាធិប្បាយជូនផងដែរហើយថ្ងៃនេះគឺប្រហែលជាប្លែកពីសប្តាហ៍មុនឬក៏ប្លែកតាំងពីនីតិនេះបង្កើតមកដែលខ្ញុំបាទលើកចម្រៀងពីដើមមកនិយាយចាបាទប្លែកត្រង់ថាដើមឡើយខ្ញុំលើកតែបទចម្រៀងមនោសញ្ចេតនាបាទឬក៏មានរំពងសារវ័នខ្លះណាចាតែថ្ងៃនេះបដូរទាំងចង្វាក់ហើយអ្នកនិពន្ធនិងអ្នកចម្រៀងសុទ្ធតែប្លែកថ្មីដែលយកដើមបានលើកសោះខុសពីសប្តាហ៍មុនអញ្ចឹងណាបាទថ្ងៃនេះខ្ញុំនឹងលើកចម្រៀងមួយបទមានចំណងជើងថាម៉ាក់ស៊ីនារីថ្មីម៉ាក់ស៊ីនារីថ្មីបាទចាញាក់ឬក៏យ៉ាងម៉េចបងបាទបទនេះញាក់កន្ត្រាក់គ្រប់សរសៃតែម្ដងចាប់អារម្មណ៍នេះនាងខ្ញុំចាប់អារម្មណ៍នឹងថាសនេះយើងនៅអាចចាក់វាបានទេបងមើលនៅបាទនៅបានខ្ញុំថ្ងៃនេះខ្ញុំយកទាំងអ្នកនិពន្ធហើយអ្នកចម្រៀងក៏ប្លែកហើយនឹងនាំយកថាសចម្រៀងពីដើមមកបង្ហាញបងប្អូនលោកពូអ្នកមីងផងយើងឃើញហើយនេះគឺជាថាសខ្មៅចំនួនដើមដែលយើងទាំងអស់គ្នាអត់ស្គាល់ទេសម័យនេះគេហៅ CD ចាតែ CD សប្តាហ៍ថ្ងៃវាតូចទេណាតែថាពីដើមវាធំអញ្ចឹងធំនេះពេលដែលចាក់ម៉ាស៊ីននាងខ្ញុំធ្លាប់មើលរឿងណាបងគេមានមជុលបាទគេប្រើមជុលបាទឲ្យវិលហ្នឹងណាឌីហ្នឹងណាបងតែថាពីដើមធំអញ្ចឹងទេតែមួយខាងដាក់បានមួយបទទីអញ្ចឹងថាពីដើមមាន2បទមួយខាងមួយបទមួយខាងមួយបទអញ្ចឹងថាមួយហ្នឹងគឺដាក់បានតែចម្រៀង2បទទេបាទ2បទអូមិនបានជាង10បទដូចយើងហ្នឹងហើយពេលចាក់ចោលមួយបទយើងកន្លះមួយខាងនេះមកចាណាបាទហើយពីដើមគេមានសម្បកថាគេធំអញ្ចឹងគេមានឈ្មោះអ្នកនិពន្ធឈ្មោះអ្នកសម្រួលតន្ត្រីឈ្មោះអ្នកចម្រៀងហើយក្រុមហ៊ុនថតថាគេមានឈ្មោះទៀតចាចុះសប្តាហ៍ថ្ងៃហ្នឹងនៅមានម៉ាស៊ីនសម្រាប់ចាក់ហ្នឹងទេនៅមានតែបងប្អូនយើងគាត់នៅប្រើទេបាទនៅមានតិចតួចទេតែមកស្រុកខ្មែរយើងមានតែមួយគ្រឿងពីរគ្រឿងតែប៉ុណ្ណឹងទេព្រោះឥឡូវនេះយើងចាក់ CD ជាទូទៅទៅហើយមិនដឹងថាតើត្រូវទៅរកនៅណាណានៅក្រៅប្រទេសមានដូចនៅហុងកុងនៅថៃនៅបារាំងមានណាជាម៉ាស៊ីនថ្មីហ្មងឬក៏ម៉ាស៊ីនចាស់ឲ្យដែលយើងអាចស្វែងរកបាននៅក្នុងតម្លៃមួយដែលថ្លៃទេបងមានជាបេមានទាំងម៉ាស៊ីនសល់ពីដើមនិងម៉ាស៊ីនគេថ្មីណាព្រោះនៅប្រទេសគេជឿនលឿនក៏ដោយគេនៅប្រើថាសចំនួនហ្នឹងដែរណាចាអញ្ចឹងចេញពីហ្នឹងទៅលៀនទៅហុងកុងមកទៅស្វែងរកម៉ាស៊ីនបាទអញ្ចឹងបងប្អូនបានជ្រាបហើយអំពីថាសនេះដែលខ្ញុំបានលើកមកបង្ហាញបាទហើយដែលខ្ញុំលើកមកបង្ហាញថាសនេះដោយសារតែបទចម្រៀងនេះគឺខ្ញុំបានបញ្ជាក់ឲ្យបងប្អូនដឹងថាជាបទដែលថតថាសកាលពីជំនាន់នោះបាទពីដើមយើងមានទាំងចម្រៀងថតថាសនិងចម្រៀងថតជាសេរីកាសែតបាទតែបទម៉ាក់ស៊ីនារីថ្មីដែលខ្ញុំលើកមកបង្ហាញនេះគឺជាបទថតថាសនឹងឯងបាទបទម៉ាក់ស៊ីនារីថ្មីគឺថតជាថាសនៅអំឡុងឆ្នាំ1972ហើយអ្នកចម្រៀងដែលជាម្ចាស់សម្លេងនៃបទនេះគឺលោកវ៉ាសរុនបាទលោកវ៉ាសរុនបច្ចុប្បន្ននៅមានជីវិតនៅឡើយទេណាបាទហើយអ្នកនិពន្ធនៃបទចម្រៀងដែលកន្ត្រាក់ញាក់ញ័រគ្រប់សរសៃនេះគឺជាអ្នកនិពន្ធមួយរូបដែលខ្ញុំបានលើកមកនិយាយសោះគឺលោកម៉ាក់ឈួនបាទទាំងលោកវ៉ាសរុននិងលោកម៉ាក់ឈួនបាទតាំងពីបង្កើតនីតិនេះមកគឺខ្ញុំបានលើកតជាលើកទី1ហើយដែលនិយាយពីប្រវត្តិរបស់លោកទាំងពីរបាទជាលើកទី1កន្លងមកខ្ញុំលើកតែស្នាដៃរបស់លោកគង់មិនឈឿនលោកពៅស៊ីផូលោកវ៉យហូលោកកឹមសំអែលឬក៏មានសំនៀងលោកស៊ីនស៊ីសមុទ្រច្រើនជាងគេហើយមានអ្នកស្រីរស់ស្រីយុធាឬក៏អ្នកស្រីប៉ែនរនជាដើមតែលោកវ៉ាសរុនជាអ្នកចម្រៀងចំនួននោះហើយនិងលោកម៉ាក់ឈួនជាអ្នកនិពន្ធចំនួននោះអត់ដែលសោះបាទអញ្ចឹងហើយថ្ងៃនេះគឺប្លែកទាំងអស់ណាប្លែកទាំងអ្នកចម្រៀងប្លែកទាំងអ្នកនិពន្ធប្លែកទាំងចង្វាក់ភ្លេងបាទភ្លេងបទថ្ងៃនេះគឺស្ដាប់ហើយអាចរាំបានទៀតណាបាទអញ្ចឹងនេះជាមូលហេតុធំសំខាន់ដែលខ្ញុំចង់លើកមកបង្ហាញបងប្អូនអ្នកស្ដាប់នៅក្នុងឱកាសនេះព្រោះថាអ្នកចម្រៀងយើងពីដើមក៏មានច្រើនដែរណាហើយអ្នកនិពន្ធយើងក៏មានច្រើនហើយអត្តសញ្ញាណរបស់កវីនិពន្ធយើងពីដើមក៏ប្លែកគ្នាដែរថ្មីត្បិតតែមានច្រើនតែបើយើងស្ដាប់បទចម្រៀងរបស់គាត់ហើយបានដឹងពីស្នាដៃរបស់គាត់យើងអាចវិភាគដឹង
បើស្ដាប់ការវិភាគរបស់ខ្ញុំបងប្អូនគាត់តែឮចម្រៀងលោកស៊ីនីស៊ីមុតជាមកថាអូបទនេះរបស់លោកគង់មិនឈឿនបទនេះរបស់លោកវ៉យហូងទៅដូចជាលោកគង់មិនឈឿនគាត់ចូលចិត្តនិពន្ធចម្រៀងពីបាត់ដំបងដងស្ទឹងសង្កែសុខកំណើតគាត់ណាហើយបើលោកម៉ាឡាពីគាត់ចូលចិត្តនិពន្ធចម្រៀងពីខេត្តកំពង់ឆ្នាំងព្រោះសុខកំណើតគាត់ដែរហើយឲ្យតែមានពាក្យចិន្តាពាក្យសេកមាសហ្នឹងគឺលោកម៉ាឡាពីហើយព្រោះថាងាររបស់គាត់គឺកវីសេកមាសហើយបើលោកពៅសិភោគាត់ចូលចិត្តប្រើពាក្យនាងចន្ទធូព្រោះចន្ទធូជាសង្សាររបស់គាត់ហ្នឹងហើយបើចិន្តាសង្សារលោកម៉ាឡាពីចុះម៉ាដាលីនសង្សារណាគេបាទហើយបើលោកមិត្តសខុនជាដើមគាត់ជាអ្នកខេត្តពោធិ៍សាត់អញ្ចឹងគាត់និពន្ធចម្រៀងភាគច្រើនពីខេត្តពោធិ៍សាត់ដូចជាអនុស្សាវរីយ៍ខេត្តពោធិ៍សាត់ដូចជាថ្ងៃលេខអូនសំណោះរូបដួលពោធិ៍សាត់ហ្នឹងហើយបើលោកអ៊ុយហេលចូលចិត្តនិពន្ធចម្រៀងពីតំបន់បៃលិនព្រោះគាត់ទៅធ្វើការនៅបៃលិនច្រើនហើយនឹងចម្រៀងដេញតន់ជន់កែងប្តីនឹងប្រពន្ធណាចាព្រោះហ្នឹងរឿងគាត់ប្រពន្ធគាត់ជីនោះបាទនិពន្ធបានមួយបទទៅច្រើនណាស់ណាប្រពន្ធគាត់ជីមួយថ្ងៃគាត់តែងបានចម្រៀង2បទបាទហើយបើគ្រួសារអ្នកដតីអញ្ចឹងទៅបើគេឆ្លោះគ្នាខាតណាចាហើយបើលោកអ៊ុយហេលប្រពន្ធគាត់ជីគឺចំណេញបាទតែបើនិយាយពីស្នាដៃរបស់កវីម៉ាក់ឈួនបាទតាមដែលខ្ញុំស្រាវជ្រាវនឹងវិភាគគឺខ្ញុំឃើញថាចម្រៀងរបស់គាត់ប្លែកពីលោកគង់មិនឈឿនពីលោកម៉ាឡាពីលោកវ៉យហូជាដើមស្នាដៃរបស់គាត់ឲ្យតែគាត់និពន្ធទាំងខ្លួនឯងគឺនិពន្ធទាំងបទភ្លេងទាំងទំនុកច្រៀងទាំងសម្រួលតន្ត្រីហ្នឹងគឺគាត់និពន្ធចេញជាចង្វាក់ញាក់ទាំងអស់ចា៎បាទដូចជាម៉ាក់ស៊ីណារីថ្មីជាដើមនរណាក៏ចេះច្រៀងដែរបងចង់រំនឹងម៉ាក់ស៊ីណាហ្នឹងហើយខ្ញុំធ្លាប់ឮហ្នឹងហើយហើយនៅតែពេញនិយមរហូតដល់សម័យនេះព្រោះថាចម្រៀងនេះគឺបានបន្សល់ទុកជាគេឈ្មោះនិងតំណាងស្នាដៃរបស់គាត់ដល់បច្ចុប្បន្នហ្នឹងចា៎បាទហើយដល់ឡែកលោកវ៉ាសរុនវិញក៏ជាអ្នកចម្រៀងដែលមានគេឈ្មោះមួយរូបកាលពីចំណុចនោះដែរចា៎តែបើយើងប្រៀបធៀបទៅគាត់ជាសិស្សប្អូនរបស់លោកតាសិនស៊ីសមុទ្របាទគឺឆ្ងាយណាស់បាទព្រោះថាគាត់ទើបតែល្បីនៅចំណុចលន់ណុលទីចា៎ហើយបើលោកស៊ីនស៊ីសមុទ្រលោកសុសម៉ាត់ជាដើមគាត់ល្បីតាំងពីទសវត្សរ៍ឆ្នាំ50ណាចា៎បាទលោកវ៉ាសរុនគឺគាត់ទើបតែចូលច្រៀងនៅឆ្នាំយីដើមទសវត្សរ៍ឆ្នាំ70គាត់ប្រឡងចម្រៀងជាប់ឆ្នាំ69ចា៎អញ្ចឹងឆ្នាំ70គាត់ចាប់ដើមចេញច្រៀងណាចា៎តែពេលដែលគាត់ចាប់ដើមចេញច្រៀងប្រទេសយើងចាប់ដើមធ្វើរដ្ឋប្រហារនោះបាទកាលហ្នឹងលន់ណុលធ្វើរដ្ឋប្រហារទម្លាក់សន្តិឪចា៎អញ្ចឹងវិស័យចម្រៀងត្រូវបានអាខានមួយរយៈហើយវងភ្លេងមួយចំនួនត្រូវបានគេផ្លាស់ប្ដូរអ្នកចម្រៀងណាហើយវងភ្លេងខ្លះក៏ត្រូវបានគេរំលាយចោលដល់ពេលចូលសម័យលន់ណុលហ្នឹងលោកវ៉ាសរុនគាត់បានចូលទៅក្នុងវងភ្លេងទាហានព្រោះសម័យលន់ណុលទាំងសិស្សទាំងនិស្សិតទាំងគ្រូបង្រៀនទាំងសិល្បករទូកុនអីគឺគេឲ្យធ្វើទាហានទាំងអស់ចា៎ហើយវងភ្លេងទាំងឡាយក៏គេបញ្ចូលជាវងភ្លេងទាហានដែរហើយលោកវ៉ាសរុនគាត់បានចូលទៅក្នុងវងភ្លេងទាហានមួយឈ្មោះថាវងភ្លេងព្រើមញីបេអ៊ីបាទកាលហ្នឹងខាងអ្នកចម្រៀងប្រុសមានលោកវ៉ាសរុននឹងមួយលោកដូចកំហាក់មួយហើយនឹងលោកអិនយេងបាទហើយអ្នកចម្រៀងស្រីគឺអ្នកស្រីរស់សេរីសុធាកាលមុនគាត់នៅវងភ្លេងផ្សេងនេះតែសម័យលន់ណុលគាត់បញ្ចូលគាត់នៅក្នុងវងភ្លេងទាហានហ្នឹងហើយក្រៅពីអ្នកស្រីរស់សេរីសុធាមានអ្នកស្រីសឹមទូចហើយនិងអ្នកស្រីសេងបទុមសិតតែនៅក្នុងវងភ្លេងព្រើមញីបេអ៊ីទាំងអស់ហើយព្រឹកមិញខ្ញុំបានចុចទូរស័ព្ទទៅសួរលោកវ៉ាសរុនម្ចាស់បទហ្នឹងណាបាទគាត់នៅរស់ទីឥឡូវនៅកំពង់ភ្ជួរស្រែនៅពេជ្រនិលគាត់មានបញ្ជនប៉ុន្មានហើយបងមានជាទេគាត់ប្រហែលជាជិត70ឆ្នាំហើយគាត់ចូលនិវត្តន៍ទៅហើយអូចាតែសម្រាប់សុខភាពគាត់អីនៅរឹងមាំបាទនៅរឹងមាំគាត់កាលមុនគាត់ធ្វើការនៅក្រសួងមហាផ្ទៃចាតែឥឡូវដល់ពេលអាយុ60ជាងទៅត្រូវចូលនិវត្តន៍ចាតែគាត់មានដីចម្ការច្រើនឥឡូវនេះអត់ទៅនៅពេញទេតែភ្ជួរស្រែនោះចាភ្ជួរចម្ការដំណាំគាត់នៅខាងតំបន់ពេជ្រនិលចាហើយខ្ញុំសួរគាត់ថាហេតុអីបានជាលោកម៉ាក់ឈួនជ្រើសរើសយកលោកពូជាអ្នកច្រៀងបទហ្នឹងហើយគាត់ប្រាប់ខ្ញុំថាដោយសារពីហ្នឹងគាត់នៅក្មេងជាយុវជនណាអ្នកចម្រៀងដែលថាវ័យក្មេងអញ្ចឹងលោកម៉ាក់ឈួនឃើញគាត់ជាអ្នកចម្រៀងយីចូលចិត្តច្រៀងបទបរទេសឬក៏ចូលចិត្តបទញាក់កន្ត្រាអារម្មណ៍អញ្ចឹងឲ្យតែបទណាញាក់គឺគេរកគាត់ហើយបាទហើយបែរមកអំពីចំណងជើងបទម៉ាក់ស៊ីវិញបាទម៉ាក់ស៊ីនារីថ្មីចំនួននេះគេហៅថាបទម៉ាក់ស៊ីទីចា៎បាទហើយអ្នកខ្លះប្រហែលជាអាចឆ្ងល់ថាតើម៉ាក់ស៊ីនេះគេសំដៅទៅលើអ្វីជាឈ្មោះនារីឬក៏សំដៅទៅលើវត្ថុអ្វីចា៎បាទសម្រាប់សម័យនេះប្រហែលជាមានអ្នកអត់ស្គាល់ច្រើនតែចំពោះលោកពូអ្នកមីងពិសេសអ្នកមីងនារីដែលធ្លាប់ឆ្លងកាត់សម័យនោះប្រកាសជាស្គាល់ហើយថាអ្វីដែលហៅថាម៉ាក់ស៊ីចា៎បាទម៉ាក់ស៊ីមិនមែនជាឈ្មោះនារីដែលអ្នកនិពន្ធស្រឡាញ់ទីមិនមែនដោយលោកម៉ាឡាពីគាត់ស្រឡាញ់ឈ្មោះចិន្តាយកចិន្តាមកដាក់ក្នុងចម្រៀងគាត់
ឬក៏លោកពៅសិផោយកឈ្មោះនាងច័ន្ទធូមកដាក់ទី ចា ម៉ាក់ស៊ីនេះគឺជាម៉ូដសម្ពុតរោបម្យ៉ាងកាលពីសម័យនោះ ចា បាទម៉ូដសម្ពុតហ្នឹងគឺពេញនិយមមែនទែននៅដើមទសវត្សរ៍ឆ្នាំ70គឺសម័យលន់នល់ហ្នឹងណា ចារៀងវ៉ាល់តិចចុះទៅក្រោមចានាងខ្ញុំធ្លាប់ឃើញរូបថតអ្នកម្ដាយនាងខ្ញុំ ក៏គាត់មានសម្ពុតរោបម៉ាក់ស៊ីហ្នឹង ចាហើយនឹងអ៊ំស្រីខាងលោកពុកនាងខ្ញុំចាឃើញរូបថតគាត់ពីដើមហ្នឹងស្លៀកដូចរបៀបនាងខ្ញុំឃើញទាំងនោះ ហើយយកល្អថ្ងៃណាមួយស្លៀកមកម្ដងព្រោះថានីតិនេះយើងមានជំរាបពីដើមខ្លះណា អញ្ចឹងតើស្លៀកមកឲ្យក្រោកបវលខ្លួនឲ្យទស្សនិកជនមើលទេ បាទហើយដោយសារចំនួនហ្នឹងគេពេញនិយមម៉ូដរោបម៉ាក់ស៊ីអញ្ចឹងឲ្យតែមានកម្មវិធីជប់លៀងមង្គលការឬក៏កម្មវិធីឲ្យថាកំសាន្តផ្សេងគឺនារីចំនួនហ្នឹងអ្នកពេញវ័យគឺភាគច្រើនគាត់ស្លៀកសម្ពុតរោបម៉ាក់ស៊ីនឹងឯង ចា ហើយគេចូលទៅរាំក្នុងបារក្នុងរាំងកសោជាដើមក៏គេស្លៀកសម្ពុតរោបម៉ាក់ស៊ីនឹងដែរ ចា ហើយដោយលោកម៉ាក់ឈួនគាត់ជាអ្នកភ្លេងគេថាតន្ត្រីកអញ្ចឹងគាត់លេងតាមបារតាមរាំងកសោទៅឃើញនារីក៏ដែរគាត់ចូលរាំក្នុងបារក្នុងរាំងកសោទៅឃើញស្លៀកសម្ពុតរោបម៉ាក់ស៊ីនោះរាំឲ្យស្អាតនោះ ចា អញ្ចឹងគាត់ក៏បាននិពន្ធចេញជាបទនារីម៉ាក់ស៊ីនឹងមកគឺម៉ាក់ស៊ីនារីថ្មី ចា មានន័យថានារីសម័យថ្មីដែលចូលចិត្តរោបម៉ាក់ស៊ីនឹង ចាអញ្ចឹងតាន់សម័យទាំងពីរចា អញ្ចឹងហើយបានជាមានពាក្យថាម៉ាក់ស៊ីនារីថ្មី ចា ហើយបានគាត់និពន្ធរួចយកទៅឲ្យលោកវ៉សរុនជាអ្នកច្រៀង ចា អ្នកខ្លះថាអីចូលលោកស៊ីនស៊ីមុតល្បីសងៃមិនក៏មិនយកទៅឲ្យច្រៀង ចា លោកបើសិនលោកស៊ីនស៊ីមុតច្រៀងបាត់នេះប្រហែលជាអត់ត្រូវទេព្រោះមនុស្សចេតនាគឺលោកស៊ីនស៊ីមុតច្រៀងបកែ ចា តែបញ្ញាក់ថាកន្ត្រាក់ញ័រពីចុងជើងដល់សក់ក្បាលលោកវ៉សរុនបកែ ចា បាទ ធម្មតាមនុស្សយើងមានចំណុចពិសេសផ្សេងគ្នា បាទ ចា ហើយណាមួយលោកស៊ីនស៊ីមុតគាត់អាយុច្រើនទៅហើយណា ចា អញ្ចឹងលោកវ៉សរុនគាត់ច្រៀងត្រូវជាងប្រកបអាយុកាលហ្នឹង22 23ហ្នឹងអញ្ចឹងច្រៀងបាត់នេះទៅក៏បានល្បីឈ្មោះតាំងពីពេលហ្នឹងមក ចា ហើយបាត់ហ្នឹងគឺថតថាសជាមួយនឹងបាត់មួយទៀតញាក់ដូចគ្នាគឺស្រស់អ្វីស្រស់ម្លេះ ចា ស្រស់សមយ៉ាងនេះតើបានទៅអ្នកណាចេញមកបាត់ហ្នឹងសម័យលន់នល់ល្បីទាំងពីរដូចគ្នាគឺល្បីមុនបាត់ពលតួអភ័ព្វបន្តិចទេ ចា បាទអញ្ចឹងទៅបានជាពេលគេស្ដាប់បាត់នេះក្រោយមកក៏បានធ្វើឲ្យគេឈ្មោះរបស់លោកវ៉សរុនល្បីនៅក្នុងមជ្ឈដ្ឋានសិល្បៈណា ចា ហើយក្រោយមកក្រុមហ៊ុនថតថាសឲ្យតែមានបទណាញាក់គេត្រូវការសម្លេងលោកវ៉សរុន ចា បាទតែដោយសារតែទីយើងមានការថាជួបនៅបាត់សង្គ្រាមច្រើនណាស់ធ្វើអ្វីត្រូវប្រែប្រួលទាំងអស់គឺនៅសល់តែបទម៉ាក់ស៊ីនេះទេជាអនុស្សាវរីយ៍សម្រាប់ស្នាដៃរបស់រាមច្បងម៉ាក់ឈួន ចា បាទ ចាហើយឥឡូវបន្ទាប់ពីបងមានប្រសាសន៍ហើយតើយើងមានប័ណ្ណចម្រៀងរបស់លោកឯង បាទមានឥឡូវនេះខ្ញុំសូមបកស្រាយប៉ុណ្ណេះសិនហើយយើងសូមងាកទៅស្ដាប់ហើយនឹងទស្សនានៅបទចម្រៀងដែលច្រៀងដោយលោកវ៉សរុនហើយជាស្នាដៃនិពន្ធរបស់លោកម៉ាក់ឈួនបន្តិចសិនបាទ ចាសូមអញ្ជើញតាមដានទស្សនាដូចតទៅ Mati, mati, song ha. So bring us
ចាបទចម្រៀងអំបញ្ញមិញនេះដែលបកស្រាយដោយលោកពូវ៉ាសារុនចាជឿជាក់ថាលោកអ្នកពិតជាមានការពេញចិត្តមែនតែនជាមួយនឹងអត្ថន័យនៃបទចម្រៀងហើយជាពិសេសពុកម៉ែបងប្អូនដែលលោករស់នៅឯក្រៅប្រទេសណាចាលោកពិតជាផ្អែមជាមួយនឹងអត្ថន័យនៃបទចម្រៀងហ្នឹងហើយចាសូម្បីតែនាងខ្ញុំផងដែរឥឡូវជានីតិចុងក្រោយហើយបងតើបងមានអ្វីបន្ថែមទៀតទេបាទដូចជាម៉ាដាលីនមានវិចារបាញ់មិញអញ្ចឹងណាយើងស្ដាប់បទនេះទៅគឺដូចជារំជើបរំជួលទៅតាមខ្លឹមសារហើយនឹងបទភ្លេងដែលអ្នកនិពន្ធយើងបានចងក្រងគឺរៀមច្បងកវីម៉ាក់ឈួនបាទហើយដែលបកស្រាយយ៉ាងពីរោះហើយពូពេញទៅដោយថាភាពរំជើបរំជួលក្នុងអារម្មណ៍បាទរបស់លោកពូវ៉ាសរុនដែលបច្ចុប្បន្ននៅមានជីវិតនៅឡើយទីបាទហើយប្រហែលជាអាចមានអ្នកខ្លះពេលដែលបានទស្សនាបទនេះហើយប្រហែលជាអាចលួចរាំតាមផងក៏មិនដឹងដែរបាទព្រោះបទនេះប្រគំជាចង្វាក់ជេកពីដើមគេហៅថាចង្វាក់ជេកហើយតែសម្រាប់សម័យនេះប្រហែលជាអត់មានអ្នកនិពន្ធណាចេះនិពន្ធបទចង្វាក់អញ្ចឹងទីពីមុនគេមានចង្វាក់ទ្វីសមានតង់ហ្គូមានឆាឆាមានបូស្តុនមានជេកមានទ្វីសដើមតែសម័យនេះឃើញថាជាទូទៅគេនិយមបើមិនមនុស្សចេតនាគេកន្ទ្រឹមមានតែពីរចង្វាក់ហ្នឹងឯងតែពីដើមគេមានចម្រុះគ្រប់ទាំងអស់ឲ្យតែជាបទភ្លេងសកលណាបាទអញ្ចឹងបងប្អូនលោកពូណាមីងបានជ្រាបហើយអំពីស្នាដៃរបស់កវីនិពន្ធយើងចំនួនដើមគឺមានអត្តសញ្ញាណប្លែកដោយឡែកពីគ្នាបាទលោកគង់មិនឈឿនទៅមកផ្នែកលោកវ៉យហូទៅមកផ្នែកអ៊ុយហេលទៅមកផ្នែកតែលោកម៉ាក់ឈួនទៅក៏មានទីបកសលរបស់គាត់មួយផ្នែកខាងនិពន្ធចម្រៀងបែបញាក់កន្ត្រាក់អារម្មណ៍បាទចាបែបសបាយបាទយើងស្ដាប់ហើយគឺពិតជាថាមានអារម្មណ៍ថាអូយសួរថ្លើមប្រមាត់យើងចង់ឲ្យថាលូតកន្ត្រាក់តាមអង្គុយនឹងក្អីវិញគឺអត់ចង់អង្គុយទេចង់ឈររហហ្មងបាទហើយតែលោកម៉ាក់ឈួនបើសិនជាគេអញ្ជើញគាត់ទៅសម្រួលតន្ត្រីធម្មតាគេថាបទគេនិពន្ធរួចជាស្រេចហើយគាត់អញ្ជើញគាត់ទៅដឹកនាំភ្លេងប្រគំចាគាត់ដឹកនាំប្រគំសាមញ្ញដូចគេដូចឯងអញ្ចឹងតែបើសិនជាគាត់និពន្ធដោយខ្លួនឯងទាំងបទភ្លេងទាំងទំនុកច្រៀងហើយទាំងសម្រួលតន្ត្រីហ្នឹងគឺភាគច្រើនគាត់រកតែបទញាក់នេះបាទចាហើយសូមបញ្ជាក់ថាលោកម៉ាក់ឈួនគឺចេះគេថាវិជាទាំង3យ៉ាងនៅក្នុងតន្ត្រីចេះទាំងនិពន្ធបទភ្លេងចេះទាំងនិពន្ធទំនុកច្រៀងនិងចេះទាំងសម្រួលតន្ត្រីបាទហើយចំណុចនោះអត់ទៅមានអ្នកណាចេះទាំង3យ៉ាងហ្នឹងទីមានដូចជាលោកកឹមសំអែលលោកអ៊ុំតារាលោកហាសាឡនលោកមេប៊ុនហើយនិងលោកអ៊ីហេលអញ្ចឹងបានន័យថាលោកពោពេញទៅដោយទេពកោសល្យបាទមានទេពកោសល្យខ្ពស់ណាស់ហើយតាមការស្រាវជ្រាវខ្ញុំឃើញថាលោកម៉ាក់ឈួនមានស្នាដៃច្រើនខាងសម្រួលតន្ត្រីឲ្យក្រុមហ៊ុនថតថាសមួយឈ្មោះថាក្រុមហ៊ុនថតថាសសឹមពីលីសញ្ញាមីអំបៅចា៎ហើយចម្រៀងដែលលោកស៊ីវសុនហើយនិងលោកញឹកសរិននិពន្ធគឺភាគច្រើនលោកម៉ាក់ឈួនជាអ្នកសម្រួលតន្ត្រីទាំងអស់តែបើលោកស៊ីនស៊ីសមុទ្រលោកម៉ាលពីឬក៏អ្នកចម្រៀងផ្សេងគាត់និពន្ធឲ្យច្រៀងខ្លួនឯងគឺមានលោកមេប៊ុនជាអ្នកសម្រួលតន្ត្រីចា៎ហើយបើលោកវ៉យហូនិពន្ធគឺលោកហាសាឡនជាអ្នកសម្រួលតន្ត្រីអញ្ចឹងក៏មានផ្នែករបស់គេអញ្ចឹងណាចា៎បាទហើយបើសិនជាបងប្អូនចង់ដឹងអំពីស្នាដៃនិងប្រវត្តិរបស់លោកវ៉ាសរុនបងប្អូនអាចទៅមើលបានសភៅមាសស្រោបនគរភាគទី7ដែលខ្ញុំបានសរសេររួចហើយអំពីប្រវត្តិរបស់គាត់ហើយតាមរយៈនីតិនេះផងដែរខ្ញុំបាទក៏សូមប្រកាសបាទបើសិនជាបងប្អូនបានដឹងបានស្គាល់សាច់ញាតិរបស់រៀមច្បងម៉ាក់ឈួនក៏ជួយផ្ដល់ដំណឹងមកផងចា៎ព្រោះថាអាចមានគាត់នៅក្នុងប្រទេសឬក៏អាចមានសាច់ញាតិបងប្អូនគាត់នៅក្រៅប្រទេសណាចា៎ព្រោះថាខ្ញុំចង់សរសេរប្រវត្តិរបស់គាត់មួយហើយស្នាដៃរបស់គាត់មួយបាទលោកម៉ាក់ឈួនបាទអញ្ចឹងចុងក្រោយនេះខ្ញុំបាទសេនាក៏សូមឧទ្ទិសបទម៉ាក់ស៊ីនារីថ្មីនេះជូនទៅដល់វិញ្ញាណក្ខន្ធរបស់កវីនិពន្ធដ៏ឆ្នើមរូបនេះតែម្ដងគឺលោកម៉ាក់ឈួនហើយសូមឧទ្ទិសទៅដល់អ្នកចម្រៀងអ្នកនិពន្ធទាំងអស់កាលពីសម័យដើមដែលធ្លាប់មានស្នាដៃនៅក្នុងការស្ថាបនាបទភ្លេងនិងទំនុកច្រៀងពីដើមហើយបានបន្សល់ទុករាប់រយពាន់បទឲ្យយើងស្ដាប់មកចេះចិនណាយរហូតបច្ចុប្បន្ននេះហើយសូមផ្ញើជូនជាពិសេសមួយទៀតទៅដល់លោកពូវ៉ាសរុនដែលបច្ចុប្បន្ននៅមានជីវិតនៅឡើយទីហើយដែលពេលអាត្មានេះប្រហែលជាកំពុងតែគេថាព្យួរចំការហើយបើថាឥឡូវនេះយើងពេលថ្ងៃតែបងប្អូននៅក្រៅប្រទេសនៅពេលយប់ណាបាទអញ្ចឹងសម្រាប់ពេលនេះខ្ញុំបាទសេនតារាសូមអរគុណចាហើយជាចុងក្រោយបាទលីនសូមអរគុណដល់បងតារាដែលតែងតែផ្ដល់វត្តមាននៅក្នុងកម្មវិធីចម្រៀងសំណូមពរប្រិយមិត្ត CTN ជម្រាបជូនលោកអ្នកនៅប្រវត្តិអ្នកចម្រៀងក៏ដូចជាអ្នកនិពន្ធចាលោកអ្នកនាងកញ្ញាជាទីគោរពនិងជាទីមេត្រីចម្រៀងសំណូមពរប្រិយមិត្ត CTN នៅសប្តាហ៍នេះបានដល់ទីបញ្ចប់ហើយយើងជួបគ្នានៅសប្តាហ៍ក្រោយតាមពេលវេលានឹងម៉ោងដដែលសម្រាប់ពេលនេះយើងខ្ញុំទាំងពីរអ្នកសូមអរគុណនិងសូមគោរពលាសូមប្រាថ្នាបែបទេ